រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោកស្រី Christy Nom បាននិយាយនៅក្នុងសន្ទរកថាដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថាក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកកំពុងបញ្ជូនមន្ត្រីរាប់រយនាក់បន្ថែមទៀតទៅកាន់រដ្ឋ Minnesota បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់បានដើរក្បួនឆ្លងកាត់ទីក្រុង Minneapolis ដើម្បីតវ៉ាប្រឆាំងទៅនឹងការបាញ់សម្លាប់ស្ត្រីម្នាក់ដោយភ្នាក់ងារអន្តោប្រវេសន៍ ICE បងប្អូននាំបាននិយាយនៅក្នុងកម្មវិធី Sunday Morning Futures របស់ Fox News ថាមន្ត្រីទាំងនេះនឹងត្រូវបានដាក់ពង្រាយដើម្បីពង្រឹងនូវសុវត្ថិភាពរបស់មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍និងគយដែលស្គាល់ថាជា ICE រួមទាំងមន្ត្រីត្បាតព្រំដែនដែលកំពុងតែស្ថិតនៅក្នុងរដ្ឋ Minnesota នេះស្រាប់មន្ត្រីសហព័ន្ធប្រមាណជា 2000 នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់ Minneapolis Saint Paul រួចហើយដែល DHS ហៅថាគឺជាប្រតិបត្តិការដ៏ធំបំផុតរបស់ខ្លួនមិនធ្លាប់មានពីមុនមកការដាក់ពង្រាយកងកម្លាំងថ្មីបានចាប់ផ្ដើមទោះបីជាមានការប្រមូលផ្ដុំគ្នាជាង 1000 កន្លែងនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ហើយនិងកាលពីថ្ងៃអាទិត្យក៏ដោយដើម្បីតវ៉ាប្រឆាំងទៅនឹងការនិរទេសរបស់រដ្ឋាភិបាលសហព័ន្ធនិងការបាញ់សម្លាប់លោកស្រី Renee Good អាយុ 37 ឆ្នាំកាលពីថ្ងៃពុធដោយមន្ត្រី ICE បងប្អូនវីដេអូពីទីក្រុង Chicago ទីក្រុង Pittsburgh ហើយនិងទីក្រុងផ្សេងទៀតបានបង្ហាញពីវងមនុស្សនៅតាមដងផ្លូវនៅថ្ងៃអាទិត្យទោះបីជាគ្មានការប្រមូលផ្ដុំគ្នាច្រើនដោយកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង Minneapolis ក៏ដោយកាសែត New York Times បានរាយការណ៍ថាមនុស្សរាប់រយនាក់បានដើរក្បួនដោយសន្តិវិធីនៅក្នុងទីក្រុង New York កាលពីថ្ងៃអាទិត្យដោយបានឈប់នៅមុខអគារ Trump Tower នៅផ្លូវ Fifth Avenue ជាកន្លែងដែលក្រុមបាតកោបានបិទចរាចរណ៍និងបានស្រែកថា Hey hey ho ho Donald Trump has to go មានន័យថា Donald Trump ត្រូវតែទៅឲ្យ Donald Trump នឹងចាក់ចេញក្រុមមន្ត្រីរដ្ឋ Minnesota បានហៅការបាញ់ប្រហារទៅលើលោកស្រី Good ថាគឺជារឿងដែលមិនសមហេតុផលដោយវីដេអូបានបង្ហាញពីឡានរបស់គាត់កំពុងតែបត់គេចចេញពីភ្នាក់ងារ ICE នៅពេលដែលប៉ូលីសម្នាក់នោះបានបាញ់3គ្រាប់ Good មិនមានបំណងនៅក្នុងការបើកមុខនោះទេបើតាមវីដេអូបងប្អូនលោកស្រី Nom ហើយនិងមន្ត្រីអាមេរិកផ្សេងទៀតបានអះអាងថាភ្នាក់ងារម្នាក់នេះបានធ្វើសកម្មភាពដើម្បីការពារខ្លួនពីព្រោះលោកស្រី Good គឺជាអ្នកស្ម័គ្រចិត្តនៅក្នុងបណ្ដាញសហគមន៍ដែលតាមដាននិងកត់ត្រាប្រតិបត្តិការរបស់ ICE នៅក្នុងទីក្រុង Minneapolis ដែលបានបើកតម្រង់ទៅមុខជាហេតុប៉ូលីស ICE បានបាញ់នាងតែម្ដងនៅក្នុងការបង្ហាញខ្លួនមួយទៀតកាលពីថ្ងៃអាទិត្យនៅក្នុងកម្មវិធី State of Union របស់ CNN Nom បាននិយាយថាវីដេអូមួយទៀតបានបង្ហាញពី Good កំពុងតែតវ៉ាជាមួយនឹងភ្នាក់ងារ ICE នៅទីតាំងផ្សេងនៅព្រឹកថ្ងៃពុធប៉ុន្តែ Nom អត់បាននិយាយថាតើវីដេអូនោះនឹងត្រូវចេញផ្សាយជាសាធារណៈឬក៏អត់នោះទេឬក៏បង្ហោះពេលណានោះទេអាជ្ញាធររដ្ឋ Minnesota កាលពីថ្ងៃសុក្របាននិយាយថាពួកគេកំពុងតែបើកការស៊ើបអង្កេតព្រមទាំងផ្ទាល់ខ្លួនរបស់ពួកគេទៅលើហេតុការណ៍មួយនេះបន្ទាប់ពីមន្ត្រីអនុវត្តច្បាប់មួយចំនួនបាននិយាយថា FBI បានបដិសេធមិនសហការជាមួយនឹងអ្នកស៊ើបអង្កេតរដ្ឋ